សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើម្ហូបស្ងោរជ្រក់ជើងជ្រូកជាមួយនឹងផ្សិតខ្ញុំលាងទឹករួចរាល់ហើយឥឡូវខ្ញុំហាន់ដាក់ធំពេកខ្ញុំហាន់ឲ្យរាងចំណិតតូចហើយសាច់ជ្រូកខ្ញុំក៏បានកាប់ហើយសាច់ជ្រូកខ្ញុំទិញ8 ពណ៌គ្រឿងស្ងោរជ្រក់របស់ខ្ញុំបានហាន់ហើយមានម្ទេសមានស្លឹកក្រូចសើចមានគល់ស្លឹកគ្រៃហើយមានម្ទេសមានខ្ទឹមសមុននឹងស្ងោរជ្រក់ខ្ញុំចាប់ផ្ដើមយកសាច់ជ្រូកយកទៅស្រុះសិនឥឡូវខ្ញុំចាប់ផ្ដើមដាំទឹកយើងដាំទឹកឲ្យក្ដៅហើយបានយើងចាប់ផ្ដើមដាក់សាច់ជ្រូកចូលស្រុះហើយជាមួយស្បកទៅហើយកុំឲ្យឆ្អិនពេកទេឥឡូវសាច់ជ្រូកខ្ញុំចាប់ផ្ដើមដាក់ទឹកដែលយើងបាំងពុះមកញ៉ាំហើយយើងថែមអំបិលបន្តិចផងជីស្ងោរជ្រក់ផងខ្ញុំមានស្លឹកខ្ទឹមមានជីអាណាហើយមានជីនាងវងហើយនឹងក្រូចឆ្មាយើងកាត់ហើយឥឡូវសាច់ជ្រូកដែលខ្ញុំស្រុះមិញឥឡូវខ្ញុំចាប់ផ្ដើមមកស្រង់ចេញយើងស្រង់ឲ្យទុកដោយឡែកសិនទៅហើយយើងចាប់ផ្ដើមចាំមកយើងដាំទឹកសាថ្មីឥឡូវយើងចាប់ផ្ដើមដាំទឹកសាថ្មីយើងដាំទឹកហើយយើងចាប់ផ្ដើមដាក់គ្រឿងស្ងោរជ្រក់ដែលយើងហាន់ទុកយើងចាក់ចូលទៅហើយយើងទុកឲ្យវាពុះយើងដាំទឹកហ្នឹងឲ្យវាពុះសិនទៅហើយចាំយើងដាក់សាច់ជ្រូកដែលយើងស្រុះរួចហើយយើងដាក់សាច់ជ្រូកនេះចូលហើយបានយើងចាក់ចូលយើងកូរបន្តិចហើយបានយើងដាក់មានប៊ឺចេងមានស្ករមានអំបិលមានរ៉ូឌីមានទឹកត្រីដាក់គ្រឿងទេសគ្រប់មុខហើយយើងចាប់ផ្ដើមកូរវាហើយចាប់ផ្ដើមគ្របវាទុកងាស់សាច់ជ្រូកហ្នឹងឲ្យវាចូលជាតិឲ្យវាឆ្អិនយើងងាស់ជើងជ្រូកនឹងឲ្យឆ្អិនមើលទៅថាជើងជ្រូកនឹងវាផុយហើយអាហ្នឹងយើងចាប់ផ្ដើមសាច់ជ្រូកនឹងផុយហើយយើងចាប់ផ្ដើមដាក់ផ្សិតចូលទៅហើយផ្សិតហ្នឹងយើងហាន់ឲ្យរាងទូចទៅមកធំពេកតែបើសិនតាបងប្អូនទិញយកបានទូចល្អជាងហ្នឹងហើយស្ងោរជ្រក់ហ្នឹងបងប្អូនពេលយើងផ្ដាសាយអីចឹងទៅយើងហត់ក្តៅខែត្រជាក់អីចឹងទៅយើងហត់ទៅបែកញើសហើយឥឡូវស្ងោរជ្រក់ជ្រឹងជ្រូកផងខ្ញុំនេះបានឆ្អិនហើយបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដួសដាក់ចានហើយខ្ញុំមកថែមបងជីមានជីស្ងោរជ្រក់យើងបងហើយចាំយើងច្បាច់ក្រូចឆ្មាដាក់ទៅហើយអរគុណបងប្អូនចំពោះការតាមដានវីដេអូរបស់ខ្ញុំខុសឆ្គងត្រង់ណាកុំប្រកាន់ឲ្យបងប្អូនហើយមកសូមបងប្អូនអញ្ជើញមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនអរគុណបងប្អូនជម្រាបលាទាំងអស់គ្នាបាយបាយ